Bạn zoom chụp điệp số bốc mai bong ôn ở gầnนี้ xóa cùng một căn channel Mr. Gentle mà đầu tiên បាទថ្ងៃនេះដែរខ្ញុំចង់ធ្វើការបង្ហាញជូនបងប្អូនតកតងជាមួយនឹងសញ្ញាមួយចំនួននៅក្នុងកុងទ័ររថយន្ត Camry Baleno 02 XLE បាទអញ្ចឹងតើសញ្ញាកុងទ័រហ្នឹងគឺមានអីគេខ្លះនៅក្នុងហ្នឹងហើយសញ្ញាណាខ្លះដែលបងប្អូនត្រូវព្រួយបារម្ភហើយសញ្ញាណាខ្លះដែលវាជាសញ្ញាបែបធម្មតាដែលយើងអត់ត្រូវការភ័យព្រួយអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំសូមបង្ហាញត្រួសអញ្ចឹងប្រហែលជាបងប្អូនពិបាកមើលបន្តិចដោយសារតែវាអត់សូវច្បាស់អញ្ចឹងណាអូខេចាំមើលខ្ញុំកាច់សោបន្តិចសិនអូខេ load ចឹងមកបងប្អូននៅលឺអាតឹងនឹងមិញហ៎អាហ្នឹងគឺពងសុវត្ថិភាពនេះដែលវានៅចិត្តអាគុយនេះបាទនេះកន្លែងនេះបាទអាហ្នឹងពងសុវត្ថិភាពអាពងហ្នឹងយើងចង់ដឹងថាវាដំណើរការឬក៏អត់បងប្អូនពេលដែលបងប្អូនកាច់សោបើកមកវានឹងលោតអាតឹងហ្នឹង5ដងហើយវាបាត់ទៅវិញអាហ្នឹងមានន័យថាពងសុវត្ថិភាពរថយន្តរបស់បងប្អូនហ្នឹងគឺនៅដំណើរការធម្មតាអត់មានបញ្ហាអីទេបាទអញ្ចឹងលោត5ដងហើយវាបាត់ទៅវិញអាហ្នឹងគឺមានន័យថាដំណើរការធម្មតាអត់មានបញ្ហាទេជាមួយខ្ញុំកាច់សោឲ្យមើលម្ដងទៀត1 2 3 4 5ហើយវាបាត់ទៅវិញអូខេអាហ្នឹងមានន័យថាពងសុវត្ថិភាពរបស់យើងគឺនៅដំណើរការធម្មតាបាទអូខេអញ្ចឹងហើយសញ្ញាលោតនេះអានេះគឺជាខ្សែក្រវ៉ាត់អានេះមានន័យថាបងប្អូនអត់តបានដាក់ខ្សែក្រវ៉ាត់គឺវាលោតអាហ្នឹងមកបាទអានេះគឺសញ្ញោស្ដាំអានេះសញ្ញោឆ្វេងបាទអានេះគឺភ្លើងហ្វាបាទភ្លើងហ្វាទៅមុខចាំងទៅមុខហ្នឹងអានេះគឺសញ្ញារូបទ្វារឡានហ្នឹងមានន័យថានៅពេលដែលយើងបើកបិទទ្វារអត់ជិតគឺវាលោតសញ្ញាហ្នឹងមកបាទហើយនេះគឺកុងទ័រកម្ដៅអញ្ចឹងនៅពេលដែលបងប្អូនបើកឆ្ងាយអីបងប្អូនអាសាឆែកមើលកុងទ័រនឹងផងបាទបើសិនជាវាឡើងក្ដៅខ្លាំងបងប្អូនអែបគៀននេះសម្រាប់ឲ្យវាត្រជាក់ម៉ាស៊ីននេះចាំបងចេញដំណើរតទៀតអញ្ចឹងណាព្រោះឲ្យការពារកុំឲ្យវាខូចម៉ាស៊ីនខូចអីអញ្ចឹងទៅបាទអូខេបាទហើយអានេះគឺជាកុងទ័រលបឿនអីទេអានេះបាទកុងទ័រសាំងបាទហើយនៅចិត្តតែកន្លែងcheck នេះគឺរូបសាំងបាទនៅពេលដែលបងប្អូនធ្វើដំណើរចិត្តអស់សាំងទៅវានឹងលោតសញ្ញានឹងមកថាចិត្តអស់សាំងហើយអញ្ចឹងរកកន្លែងចាក់សាំងអញ្ចឹងណានៅចិត្តតែ check នេះបាទហើយសម្រាប់កុងទ័រលោតមក check ចេះអានេះមានន័យថាបងប្អូនត្រូវយករថយន្តទៅ check មើលតើវាមានបញ្ហាប្រព័ន្ធភ្លើងឬក៏ចំហេះសាំងអីអញ្ចឹងណាបាទអញ្ចឹងនៅពេលដែល load check ចេះនឹងមានន័យថាលើឡានរបស់យើងហ្នឹងឡានរបស់យើងគឺមានបញ្ហាតម្រូវយើងទៅ check មើលតើវាមានបញ្ហាអីអញ្ចឹងណាប្រភេទពួកបន្លែនេះភាគច្រើនគឺតែប្រព័ន្ធភ្លើងតិចតួចហើយនឹងកន្លែងសាំងអីទេបាទហើយមានវីដេអូបងប្អូនយើងគាត់បានបង្ហោះមួយចំនួនដើម្បីធ្វើឲ្យបាត់ហ្នឹងគាត់មានដកក្បាលគុយដកអីអញ្ចឹងណាអញ្ចឹងបាត់មួយរយៈហើយក៏វាលោតមកវិញអញ្ចឹងមកវិញធ្លាប់ធ្វើតាមគាត់សាក់មកដែរបាត់មែនបាត់មួយរយៈមកក៏វាលោតមកវិញបាទអញ្ចឹងវាអាចមកពីចំហេះសាំងឬក៏អាចនឹងប្រព័ន្ធភ្លើងមួយចំនួនដែលយើងតហ្នឹងអាចឆ្លងអីអញ្ចឹងណាបើតែប្រភេទពួកឡាននេះគឺដំណើរការធម្មតាទេអត់ប្រភេទឡានព្រុសឡានអីទេបាទហើយសញ្ញាក្រហមនេះវិញគឺរូបអគុយហ្នឹងបងប្អូនដឹងហើយអញ្ចឹងពេលដែលអត់តន់កាច់សោប្រឆេះឡានហ្នឹងគឺវាលោតអាហ្នឹងមកបងប្អូនកុំគិតថាវាខូចណាបាទអានេះគ្រាន់តែជាសញ្ញាធម្មតាទេអត់ខូចទេកុំឲ្យតែពេលបងប្អូនប្រឆេះឡានទៅសញ្ញានឹងវានៅអាហ្នឹងវាអាចនឹងមានបញ្ហាបាទអា check នេះគេអញ្ចឹងដែរពេលខ្លះមើលពេលដែលកាច់សោធម្មតាគឺវាអត់ចេញទេគឺសំទោសគឺកាច់សោធម្មតាអាចនឹងវាចេញប៉ុន្តែនៅពេលដែលបងប្អូនប្រឆេះឡានទៅគឺវាអត់ចេញមកទេបាទអញ្ចឹងសញ្ញាខ្លះគាត់តែជាការដាស់តឿនឲ្យយើងដឹងទេសញ្ញាខ្លះគឺជាសញ្ញាពមៀនដែលយើងត្រូវយកជួសជុលផ្សេងអញ្ចឹងណាចាំមើលអាក្រហមនេះអាគុយឡានហើយនឹងប្រេងម៉ាស៊ីនប្រេងអីហ្នឹងចាំមើលនៅពេលដែលខ្ញុំបញ្ឆេះឡានតើសញ្ញា2 3ហ្នឹងវាបាត់អត់
បាទអូខេបាទបាទហើយបាទអញ្ចឹងនៅសល់ check មួយអញ្ចឹង check នេះមានន័យថាឡានខ្ញុំត្រូវយកទៅឲ្យខាងជាងគាត់ check មើលថាវាមានបញ្ហាអីអញ្ចឹងណាបាទហើយកន្លែងរកគុយមិញនេះក៏បាត់ដែរបាទអូខេអញ្ចឹងចិត្តអាគុយហ្នឹងវាមានសញ្ញាផ្សេងទៀតដូចជាពងសុវត្ថិភាពវាមាន OD off មានប្រេងម៉ាស៊ីនវាមានរូបពុះពាក់កណ្ដាលដូចបាញ់ទឹកអញ្ចឹងណាអាហ្នឹងបងប្អូនបើសិនជាលោតអាសញ្ញាហ្នឹងមកអាហ្នឹងគឺអត់មានអីទេគ្រាន់តែបងប្អូនចាក់ទឹកអាកន្លែងទឹកបាញ់កញ្ចក់យើងនេះហ្នឹងទឹកបាញ់កញ្ចក់ហ្នឹងណាពេលខ្លះវាអស់ទឹកឬក៏ទឹកតិចអញ្ចឹងវាធ្វើឲ្យលោតអាសញ្ញារូបកញ្ចក់ហ្នឹងមកនេះរូបសញ្ញាបែបនេះលើនេះសញ្ញានេះនៅលើកុងទ័រអញ្ចឹងសញ្ញាហ្នឹងគឺមានទឹកបាញ់កញ្ចក់របស់បងប្អូនហ្នឹងគឺចិត្តអស់បាទអញ្ចឹងបញ្ចូលចាក់ទឹកថែមបាទចាក់ទឹកថែមបន្តិចទៅវាបាត់ទៅវិញហើយនៅចិត្តហ្នឹងគឺមាន ABS បាទមាន ABS តើប្រាំងបងប្អូនហ្នឹងដំណើរការល្អឬក៏អត់អញ្ចឹងណាមាន track មាន VSC មានសញ្ញារូបល្អិលរូបអីនេះអាហ្នឹងគឺប្រភេទតាក់ទងជាមួយនឹងកង់ហើយផ្សេងបាទអូខេអានេះគឺជាសញ្ញាត្រួសនៅក្នុងកុងទ័ររថយន្តហើយបើសិនជាបងប្អូនមានចម្ងល់អីឬក៏វាលោតចេញសញ្ញាណាប្លែកអីបងប្អូនអាច comment សួរមកបានខ្ញុំនឹងឆ្លើយតបទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងរាល់សញ្ញាមួយចំនួនគឺវាជាសញ្ញាធម្មតាហើយពេលខ្លះគ្រាន់តែវាជាសញ្ញាប្រាប់បញ្ជាក់យើងឯងបាទហើយសញ្ញាមួយទៀតគឺសញ្ញាឲ្យយើងត្រូវការជួសជុលផ្សេងអញ្ចឹងទៅបាទអូខេអញ្ចឹងបើមានចម្ងល់អី comment នៅក្រោមវីដេអូនេះមកខ្ញុំនឹងឆ្លើយតបជូនបងប្អូនទាំងអស់គ្នាហើយបើពេញចិត្តជួយ subscribe channel Mr. Gentle ម្នាក់មួយផងបាទអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត